នេះគឺជាបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Philippine Eagle Philippine Eagle គឺជាបក្សីប្រមាញ់ដ៏ធំបំផុតនិងកម្រមួយនៅលើពិភពលោកវាត្រូវបានគេហៅថាជាស្ដេចនៃព្រៃភ្នំនៅក្នុងប្រទេសហ្វីលីពីនផ្នែកមុតស្រួចនិងសមត្ថភាពប្រមាញ់យ៉ាងអស្ចារ្យបំផុតបក្សីប្រមាញ់នេះគឺជានិមិត្តសញ្ញានៃប្រទេសហ្វីលីពីនផងដែរ Philippine Eagle មានរូបរាងខុសប្លែកពីបក្សីនិងឥន្ទ្រីផ្សេងៗវាមានរោមវែងនៅលើក្បាលដូចមកុដផ្នែកពណ៌ខៀវប្រផេះឬលឿងស្រាលមើលឃើញច្បាស់ខ្លាំងចំពុះធំនិងខ្លាំងសម្រាប់ចាប់សាច់ក្រញាំជើងធំមុតស្រួចអាចចាប់សត្វធ្ងន់ៗបានរោមខ្នងពណ៌ត្នោតខណៈផ្នែកពោះមានពណ៌សចំពោះទីជម្រករបស់ Philippine Eagle គឺវាចូលចិត្តរស់នៅតាមព្រៃភ្នំនិងព្រៃត្រូពិចក្រាស់ៗក្នុងប្រទេសហ្វីលីពីនជាពិសេសនៅតាមកោះ Luzon Mindanao Sama Leyte វាចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗដែលអាចមើលសត្វព្រៃបានយ៉ាងងាយស្រួលរបៀបនៃការប្រមាញ់របស់ Philippine Eagle ជាប្រភេទ Predator កំពូលក្នុងព្រៃវាប្រើភ្នែកមុតស្រួចស្វែងរកចលនាពីចម្ងាយហើយវាហោះចុះយ៉ាងលឿនដើម្បីចាប់សត្វហើយចំពោះសត្វដែលវាប្រមាញ់យកមកធ្វើជាចំណីមានដូចជាស្វាកំប្រុកពស់សត្វស្លាបតូចៗសត្វកណ្ដោរលីម៉ូនិងសត្វរស់នៅលើដើមឈើផ្សេងៗដោយសារតែវាចូលចិត្តចាប់ស្វាមនុស្សមួយចំនួនហៅវាថា Monkey Eating Eagle ចំពោះកម្លាំងនិងសមត្ថភាពរបស់វាគឺវាអាចហោះហើរកាត់ព្រៃក្រាស់ៗបានយ៉ាងលឿនក្រញាំអាចចាប់សត្វបានយ៉ាងខ្លាំងបំផុតភ្នែកអាចមើលឃើញសត្វពីចម្ងាយជាច្រើនរយម៉ែត្រហើយក៏ជាបក្សីដែលមានអំណាចខ្លាំងបំផុតមួយក្នុងទ្វីបអាស៊ីចំពោះការបន្តពូជរបស់ Philippine Eagle គឺមានដៃគូតែមួយគត់ក្នុងមួយជីវិតរបស់វាសម្រាប់បក្សីនេះគឺដាក់ពងត្រឹមតែមួយគ្រាប់ក្នុងរយៈពេលប្រហែល2ឆ្នាំម្ដងគោលរបស់វាគឺត្រូវការពារយូរដើម្បីធំនិងរៀបប្រមាញ់ហើយនេះជាមូលហេតុដែលចំនួនរបស់វាកើនឡើងយឺតណាស់ Philippine Eagle គឺជាសត្វមួយប្រភេទដែលជិតផុតពូជបាត់ទៅហើយដោយសារតែមានការកាប់បំផ្លាញព្រៃឈើការប្រមាញ់ខុសច្បាប់បាត់បង់ទីជម្រកធម្មជាតិចំពោះបច្ចុប្បន្នគេជឿថាមាននៅសល់ត្រឹមតែ400គូប៉ុណ្ណោះក្នុងព្រៃហើយអ្វីបានជាគេចាត់ទុកថាបក្សីប្រមាញ់ប្រភេទនេះគឺជាបក្សីប្រមាញ់ដ៏អស្ចារ្យដោយសារតែបក្សីប្រភេទនេះគឺជាបក្សីជាតិរបស់ហ្វីលីពីនហើយក៏ជាប្រភេទឥន្ទ្រីធំបំផុតមួយនៅលើពិភពលោកវាមានរូបរាងដូចស្ដេចព្រៃជានិមិត្តសញ្ញានៃកម្លាំងនិងសេរីភាពចំណុចពិសេសរបស់បក្សីប្រមាញ់ប្រភេទនេះគឺវាអាចហោះហើរនៅក្នុងព្រៃក្រាស់បានល្អជាងឥន្ទ្រីធំៗជាច្រើនស្លាបរបស់វាមិនវែងពេកដើម្បីងាយបត់បែនក្នុងព្រៃ Philippine Eagle មួយគូត្រូវការព្រៃធំជាង100គីឡូម៉ែត្រការ៉េដើម្បីរស់នៅ Philippine Eagle មិនត្រឹមតែជាបក្សីប្រមាញ់និងខ្លាំងបំផុតនោះទេប៉ុន្តែវាក៏ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ពិភពលោកផងដែររូបរាងដ៏អស្ចារ្យភ្នែកមុតស្រួចនិងសមត្ថភាពប្រមាញ់របស់វាធ្វើឲ្យវាក្លាយជាបក្សីដែលគួរឲ្យគោរពនិងគួរឲ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងពិភពសត្វព្រៃ Please subscribe my YouTube channel.